រុនសួស្តីដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបានងើបពីគេងបាទហើយនៅផ្ទះក៏ស្ងាត់ជ្រាបអត់មានអ្នកណានៅផ្ទះសោះបាទហើយក៏ឆ្លៀតបើកហងទូទៅឃើញមានមើលមួយបងប្អូនហ្នឹងហើយបន្ទាប់មកខ្ញុំក៏នឹកឃើញអត់ដឹងធ្វើម្ហូបអីញ៉ាំក៏មានតែនឹកឃើញម្ហូបដែលស្រួលបាទដូចជាដុតហើយនឹងស្ងោរអីចឹងណាតែខ្ញុំចង់ធ្វើម្ហូបដុតប៉ុន្តែខ្ញុំចង់ដុតហ្នឹងលក្ខណៈដុតរបៀបខុសពីគេលក្ខណៈគេដុតរបៀបដូចជាគេដាក់ទឹកដូងគេដុតរបៀបគេដាក់កូកាដុតអីចឹងណាតែខ្ញុំគឺខុសផ្លែកពីគេបងប្អូនហ្នឹងហើយតិចទៀតបងប្អូននឹងឃើញថាខ្ញុំដាក់ដុតរបៀបធ្វើមិនឲ្យវាលក្ខណៈវាឈ្ងុយហើយវាហូបទៅជាតិបងប្អូនហ្នឹងហើយខ្ញុំដាក់ខ្លាញ់មកល្មមហើយនឹងដាក់បឿលក្ខណៈឲ្យខុសផ្លែកពីគេចឹងណាបើគេដុតលក្ខណៈគេធ្វើសាមញ្ញតែខ្ញុំចង់ធ្វើអ្វីដែលវាប្លែកចង់ដឹងថារសជាតិហ្នឹងវាអាចហូបកើតមួយថារសជាតិហ្នឹងវាឆ្ងាញ់ប៉ុណ្ណាហើយព្រមមួយរយៈចុងក្រោយនេះក៏មានអារម្មណ៍ថាផ្ដាសាយហើយនឹងអត់ស្រួលខ្លួនក៏សម្រាប់ផឹកស៊ីសម្រាប់អីច្រើនថ្ងៃដែរបងប្អូនហ្នឹងហើយខ្ញុំក៏មានមនុស្សថ្មីខ្លួនឯងបាទហើយជាមួយបងប្អូនចង់ដឹងថាមនុស្សថ្មីហ្នឹងអីគេខ្លះខ្ញុំដាក់ដូចជាប្រេងខ្យងអីសិនបាទហើយដាក់គោវាដាក់អីដូចយើងដុតមុនធម្មតាអញ្ចឹងបងប្អូនហ្នឹងហើយមុនរបស់យើងក៏ដាក់ក្លាសេក្នុងទូហ្នឹងយូរគ្រាន់ដែរអញ្ចឹងក៏ដុតអត់រឹងយូរដែរបងប្អូនដុតមកល្មមសាមិនមកយើងវាចង់នឹងទូដាក់ចង់ឆ្អិនហើយនេះដាក់លីមួយបឿអីចឹងណាបងប្អូនហ្នឹងហើយបើទៅគឺតំណងមួយយ៉ាងដែរហើយរសជាតិក៏ដឹងតែល្មើយបងប្អូនហ្នឹងហើយខ្ញុំដាក់ស្ករអក្រីដាក់អីអញ្ចឹងណាហើយអ្វីដែលជាពិសេសនេះអាស្រាបៀរបស់យើងខ្ញុំចង់ដាក់លីស្រាបៀថារសជាតិវាមិនចង់ដឹងថារសជាតិហ្នឹងវាឆ្ងាញ់ដូចគេដុតលាមកកូកាអត់ហើយស្រាបៀយើងវាអត់មានជាតិផ្អែមទេអញ្ចឹងយើងបើថាបងប្អូនធ្វើបងប្អូនដាក់ស្ករច្រើនតិចមកបាទខ្ញុំដាក់ស្រាចូលចឹងមកដាក់ឲ្យអស់មកកំប៉ុង100ព្រោះខានផឹកស៊ីគឺវាអត់ស្រួលកាលពេលយើងខានផឹកស៊ីអញ្ចឹងឥឡូវខ្ញុំចង់ផឹកស៊ីអញ្ចឹងវិញដាក់លីជាមួយនឹងម្ហូបយើងវិញបងប្អូនហ្នឹងហើយពេលនោះខ្ញុំក៏បានដាក់ភ្លើងរាំងខ្លាំងហើយខ្ញុំក៏បានគ្របចោលបាទហើយបន្ទាប់មកខ្ញុំបានទៅងូតទឹកដើម្បីធ្វើខ្លួនដើម្បីមកញ៉ាំអញ្ចឹងហ្នឹងហើយឥឡូវនេះបើមកឆ្វាច់បងប្អូនអើយក៏ឃើញក៏តំណងដែរបងប្អូនតែខ្ញុំអត់បានទុកវាទឹករីងទេបងប្អូនហ្នឹងដោយសារតែឃ្លានបាយពេកបងប្អូនហ្នឹងអញ្ចឹងហើយក៏ទឹកវារៀងសមល្មមថាទឹកស្រាបៀរហ្នឹងថាទឹករីងបែរជាវាសោះចូលជាតិប្រហែលដែរបងប្អូនហ្នឹងហើយណាមួយមិនបើយើងក៏វាចង់ជ្រាយដែរហ្នឹងហើយចង់ញ៉ាំលក្ខណៈមិនទាំងស្វិតអត់ចង់ញ៉ាំវាផុយពេកទេបងប្អូនហើយបន្លែអីក៏ខ្ជិលដាក់ច្រើនបងប្អូនហើយមានអីក្នុងទូដាក់ក្នុងហ្នឹងហើយដាក់ហ្នឹងហើយបាទខ្ជិលជីទៅទិញគេណាមួយផ្ទះរបស់យើងពីផ្ទះរបស់យើងទៅកន្លែងទិញវាឆ្ងាយគ្រាន់តែអញ្ចឹងហើយក៏ដួសដាក់ឲ្យដល់ម៉ោងឃ្លៀនបងប្អូនហើយម៉ោងគេថាយើងក៏បានហូបឲ្យវាព្រឹកអញ្ចឹងណាពេលថ្ងៃហើយនៅផ្ទះម្នាក់ឯងទៀតមានអីនេះជាតិបងប្អូនអើយជាមួយនឹងទឹកប្រហុករបស់យើងធ្វើទឹកប្រហុកខ្មែររបស់យើងធ្វើសំទុកក្នុងទូអញ្ចឹងណាដល់ពេលយើងមានដូចជាមានអីដែលយើងចង់ហូបមួយទឹកប្រហុកដែលត្រូវយើងដកទឹកប្រហុកយើងក្នុងទូចេញមកស្រួលមិនបាច់ចាំទៅទិញគេរោរបស់គេអញ្ចឹងហើយនេះបងប្អូនអាចមើលកាសភាពខ្ញុំហូបបានបាទគឺរសជាតិបងឆ្ងាញ់បងប្អូនហ្នឹងហើយតែខ្ញុំមិនមែន recommend ឲ្យបងប្អូនធ្វើតាមខ្ញុំទេអានេះខ្ញុំចង់ធ្វើឲ្យប្លែកខុសពីគេអញ្ចឹងហើយលាយមួយស្រាបៀរហ្នឹងក៏វាលក្ខណៈថាយើងហូបទៅនឹងធំក្លិនដូចស្រាបៀរអញ្ចឹងគឺលយមួយយ៉ាងដែរបងប្អូនគឺជាតិមួយយ៉ាងដែរហើយញ៉ាំហើយដឹងតែដេកស្ដោកហ្មងព្រោះវាមានជាតិស្រាអញ្ចឹងញ៉ាំហើយដឹងតែស្រវឹងបើហើយបាច់ចាំផឹកស្រាទេបងប្អូនហើយស្រួលមួយយ៉ាងបើសិនតែយើងសម្រាប់ផឹកយើងអាចចង់ផឹកស៊ីអញ្ចឹងយើងអាចយកស្រាបៀរមកធ្វើជាមួយម្ហូបអញ្ចឹងល្អមួយយ៉ាងដែរបងប្អូនហ្នឹងហើយចំពោះរសជាតិគឺជាតិហ្មងជាមួយនឹងប្រហុកយើងធ្វើផ្សំខ្លួនឯងទុកក្នុងទូអញ្ចឹងបងប្អូនហ្នឹងគាត់តែខ្ញុំបញ្ចូលសលេងនឹកឃើញចង់ញ៉ាំម្ដងទៀតដែរហើយចំពោះរសជាតិវាបងប្អូនអាចធ្វើបានបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើដូចខ្ញុំណាប៉ុន្តែខ្ញុំមិនមែនចង់ឲ្យបងប្អូនភ្លក់រសជាតិអញ្ចឹងទេដោយសារតែនេះគឺជាវីដេអូដែលខ្ញុំចង់សាកមើលអញ្ចឹងណាហ្នឹងហើយចង់ដឹងរសជាតិវាឆ្ងាញ់អត់គឺរសជាតិវារឿងធំស្រាមបន្តិចរឿងធំមុនបន្តិចរឿងសំខាន់គឺលើទឹកប្រហុកយើងទៅបងប្អូនហើយបើសិនជាមិនវាអត់សូវមានជាតិអីប្រហែលក៏បានទឹកប្រហុកយើងយកហើយឥឡូវនេះខ្ញុំញ៉ាំក៏មិនមើលណានអីដែរបងប្អូនណាចង់ជីកាត់ជីអីទៅញ៉ាំហើយគឺឃ្លានពេកបងប្អូនហ្នឹងហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ឬមួយតើបងប្អូនចង់ធ្វើអីអាចសាកបងមើលបានបាទ
ហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបើសិនជាមានពាក្យបញ្ញវ័យខ្ញុំសូមព្រមកាន់តែឲ្យទោសផងបងប្អូនណាជួបគ្នាវីដេអូក្រោយបាយ